product ក្នុងប្រពៃដើម្បីបង្កើត product ក្នុងប្រពៃអ្នកត្រូវ over លើ product តមក click create new បន្ទាប់ពី click រួចមកអ្នកត្រូវវាយចំណងជើងរបស់ product តមកអ្នកត្រូវដាក់ព័ត៌មានអំពី product របស់អ្នកអ្នកអាចផាសពី website copy ពី website ឬក៏ copy ពី document ផាសចូល editor ដោយ click លើ paste from word តមកប្រើ Ctrl V ដើម្បីផាសហើយ click insert អ្នកអាចដាក់ header ឲ្យអក្សរបានដោយ select លើ header នោះហើយ click ហើយ select header ណាដែលអ្នកចង់បានបន្ទាប់មកអ្នកត្រូវដាក់ gallery ឲ្យ product នោះដោយ click add media icon តមកអ្នកត្រូវ select file ហើយរើសរូបភាពរើសរូបភាព product របស់អ្នកតមក click openបន្ទាប់ពី upload រូបរួចអ្នកត្រូវ select feature image product មួយរើសយករូបមួយដើម្បីដាក់ feature image ជាទូទៅគេរើសយក product ដែលស្អាតបន្ទាប់ពី show រួចអ្នកត្រូវ select click លើ use as feature image បន្ទាប់មក click save all change ហើយអ្នកក៏អាច order product gallery អ្នកបានដែរដោយថា drag and drop ហើយអ្នកអាច select product gallery ណារូបណាដែលអ្នកចង់បង្ហាញក្នុង gallery តមក click insert gallery button ពេលនោះ gallery ត្រូវបានបញ្ចូលបន្ទាប់បញ្ចូល gallery រួចអ្នកត្រូវ select product រើស product gallery ឲ្យវាហើយនឹង take ដោយ click choose from the most wanted បើសិនជាអត់មានទេអ្នកអាចវាយបញ្ចូលហើយ click add បន្ទាប់មកអ្នកត្រូវដាក់ unique stock ឲ្យវា
នេះជាលេខកូដរបស់ product អ្នកអាចដាក់អ្វីដែលអ្នកអាចសម្គាល់បានបន្ទាប់មកអ្នកអាចដាក់តម្លៃឲ្យ product ហ្នឹងគិតជាដុល្លារបន្ទាប់ពីបំពេញរួចបើសិនជាអ្នកគិតថ្លៃដឹកជញ្ជូនអ្នកអាចដាក់នៅត្រង់នេះបន្ទាប់ពីបំពេញសពគ្រប់ហើយអ្នកអាច click save draft ដើម្បីទុកបង្ហាញថ្ងៃក្រោយ click publish ដើម្បីបង្ហាញភ្លាមៗ product របស់អ្នកត្រូវបាន save